ប្រវត្តិសាស្ត្រកម្ពុជាដែលត្រូវបានគេស្គាល់ថាជា Genocide of Cambodia ឬ The Killing Fields លក្ខណៈសំខាន់នៃរបបកម្ពុជាប្រជាធិបតេយ្យមនោគមវិជ្ជាជ្រុលនិយមរបបនេះបានប្រកាន់យកមនោគមវិជ្ជាកុម្មុយនីសជ្រុលនិយមយ៉ាងខ្លាំងដោយមានគោលបំណងបង្កើតសង្គមនិយមអុកសកម្មសុទ្ធសាធពួកគេបានបដិសេធទាំងស្រុងនៅមូលធននិយមសាសនាវប្បធម៌និងប្រពៃណីដែលមានស្រាប់ការជម្លៀសប្រជាជនចេញពីទីក្រុងភ្លាមបន្ទាប់ពីការកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី17ខែមេសាឆ្នាំ1975ប្រជាជនរាប់លាននាក់ត្រូវបានបង្ខំឲ្យចាកចេញពីទីក្រុងទៅធ្វើការនៅជនបទនេះបានបណ្ដាលឲ្យមានការស្លាប់ដោយសារការអត់ឃ្លានជំងឺនិងការបាញ់សម្លាប់ការលុបបំបាត់វណ្ណៈនិងការប្រឆាំងបញ្ញវន្តរបបនេះបានចាត់ទុកអ្នកដែលមានការអប់រំបញ្ញវន្តអ្នកមានទ្រព្យសម្បត្តិនិងអ្នកដែលធ្លាប់ធ្វើការឲ្យរកមន្តថាជាគឺសត្រូវរបស់ប្រជាជនហើយបានធ្វើការបោសសម្អាតយ៉ាងព្រៃផ្សៃការពាក់វ៉ែនតាការនិយាយភាសាបរទេសឬការចេះអានសរសេរអាចជាហេតុផលនៃការស្លាប់ការបង្កើត Year Zero ក៏របបខ្មែរក្រហមបានប្រកាស Year Zero ដោយមានបំណងលុបបំបាត់អតីតកាលទាំងអស់ហើយចាប់ផ្ដើមសង្គមថ្មីពីសូន្យការធ្វើការងារដោយបង្ខំនិងការអត់ឃ្លានប្រជាជនត្រូវបានបង្ខំឲ្យធ្វើការងារកសិកម្មយ៉ាងលំបាកតាំងពីព្រឹកដល់យប់ដោយមានការចែកអាហារ